រឿងក្បាច់តូចតាចនេះมันងាយបានលឿនទេបងប្អូនធ្វើទម្រាំតបានមកកវងខ្វងមួយមកហ្នឹងវាយូរហើយក្បាច់ធំគ្រាន់លឿនជាងក្បាច់តូចបើក្បាច់តូចនៅផ្អៀងផ្អងផ្លែយើងនឹងអាផ្លែទូចហ្នឹងបានណាតែប្រកាន់តែមិនស្រួលហ្នឹងវាអាចផ្លាត់ស្នៀតបាក់ផ្លែបាត់3000 4000អញ្ចឹងទៅអញ្ចឹងបានវាពិបាករឿងក្បាច់តូចហ្នឹងហើយប្រឹកព្រៀងណាបើមិនបានប្រឹកព្រៀងក្បាច់តូចហ្នឹងទេហើយបើយើងមិនប្រឹកព្រៀងមិនបានស្អាតវាមិនស្អាតហ្នឹងហើយតើតែយើងប្រឹកព្រៀងជាយាមហើយទម្រាំតែចាក់ក្បាច់បានតើតែស្បូតអាសាច់តួអង្គហ្នឹងឲ្យស្អាតចេញតំណងក្បាច់សិនមិនចាក់កើតបើអត់ចេញតំណងក្បាច់ក៏ចាក់មិនកើតដែរហើយតំណងក្បាច់នឹងទៀតក៏យើងចាក់កើតដែរតើយើងបានចំណេញចេញតំណងនឹងខ្ពស់បានចាក់ក្បាច់ទៅវាផុសបើយើងមិនចកត់ឲ្យចេញតំណងក្បាច់នឹងខ្ពស់មិនក្បាច់នឹងផុសកើតក្បាច់ផុសអត់កើតទេបងប្អូនហើយយើងធ្វើរូបអីក៏លក់មិនដាច់ដែរវាសំខាន់ណារឿងក្បាច់នឹងវាផុសចឹងបានរូបវាស្អាតនឹងរឿងក្បាច់ផុសហ្នឹងហើយសបកជ្រូកក៏ចឹងដែរក្បាច់លាស់ថាក្បាច់លាស់ហ្នឹងណាអូថាលាស់មិនបានថាលាស់វាលាស់ដូចស្លឹកឈើយើងរស់រវើកអញ្ចឹងកន្លែងលាស់វាហ្នឹងរឿងក្បាច់តូចតាចនេះมันងាយបានលឿនទេបងប្អូនធ្វើទម្រាំតបានមកកវងខ្វងមួយមកហ្នឹងវាយូរហើយក្បាច់ធំគ្រាន់លឿនជាងក្បាច់តូចបើក្បាច់តូចនៅផ្អៀងផ្អងផ្លែយើងនឹងអាផ្លែទូចហ្នឹងបានណាតែប្រកាន់តែមិនស្រួលហ្នឹងវាអាចផ្លាត់ស្នៀតបាក់ផ្លែបាត់3000 4000អញ្ចឹងទៅអញ្ចឹងបានវាពិបាករឿងក្បាច់តូចហ្នឹងហើយប្រឹកព្រៀងណាបើមិនបានប្រឹកព្រៀងក្បាច់តូចហ្នឹងទេហើយបើយើងមិនប្រឹកព្រៀងមិនបានស្អាតវាមិនស្អាតហ្នឹងហើយតើតែយើងប្រឹកព្រៀងជាយាមហើយទម្រាំតែចាក់ក្បាច់បានតើតែស្បូតអាសាច់តួអង្គហ្នឹងឲ្យស្អាតចេញតំណងក្បាច់សិនមិនចាក់កើតបើអត់ចេញតំណងក្បាច់ក៏ចាក់មិនកើតដែរហើយតំណងក្បាច់នឹងទៀតក៏យើងចាក់កើតដែរតើយើងបានចំណេញចេញតំណងនឹងខ្ពស់បានចាក់ក្បាច់ទៅវាផុសបើយើងមិនចកត់ឲ្យចេញតំណងក្បាច់នឹងខ្ពស់មិនក្បាច់នឹងផុសកើតក្បាច់ផុសអត់កើតទេបងប្អូនហើយយើងធ្វើរូបអីក៏លក់មិនដាច់ដែរវាសំខាន់ណារឿងក្បាច់នឹងវាផុសចឹងបានរូបវាស្អាតនឹងរឿងក្បាច់ផុសហ្នឹងហើយសបកជ្រូកក៏ចឹងដែរក្បាច់លាស់ថាក្បាច់លាស់ហ្នឹងណា